ការរៀនក្បាច់គុណសាលាមានច្បាប់របស់គេមិនអាចបញ្ចេញអត្តសញ្ញាណផ្ដេសផ្ដាសទេការចុះពីភ្នំលើកនេះក៏ដើម្បីបំពេញបេសកកម្មសាលាដែរដែលបងមិនប្រាប់អូនពីមុនព្រោះមិនចង់ឲ្យអូនពិបាកតែលើលាក់លែងចិត្តហើយសុំទោសផងណាចុះបងនឹងទៅវិញមែនទេបែរការអញ្ចឹងបងត្រូវត្រឡប់ទៅភ្នំវិញហើយមែនទេបងមិនទាន់ទៅណាទេពេលនេះរឿងគ្រូសាលីដោះស្រាយមិនទាន់ចប់បងមិនទុកចិត្តឲ្យអូននៅម្នាក់ឯងទេមែនហ៎គម្រោងក្រុមហ៊ុនកាលពីម្សិលមិញនោះភ្ញៀវគេយល់ព្រមបាត់ហើយហ្មងត្រឹមជាអង្គរៈសោះហ៊ានមកទោជាមួយអញផងអញចាំមើលចុះគំនុំមួយនេះអញនឹងទូទាត់ជាមួយអញបន្តិចម្ដងអញស៊ើបដឹងអស់ហើយគ្រូរបស់អញមានឈ្មោះបោះសម្លេងណាស់ក្នុងរង្វង់ក្បាច់គុណអញមិនជឿទេថាគ្រូអញអាចឈរមើលអញធ្វើរឿងផ្ដេសផ្ដាសខាងក្រៅបំផ្លាញកេរ្តិ៍ឈ្មោះសាលាបាននោះចៅហឹងគ្រូអញពឹងឲ្យពួកយើងមកមើលអញមានគេរីការប្រាប់គាត់ថាអញអាំងចេះក្បាច់គុណដែលធ្វើបាបមនុស្សធម្មតាថែមទាំងលោកដៃរឿងរកស៊ីគេវីគេឲ្យពិការទៀតផងលោកពូធំលោកពូតូចខ្ញុំបាត់ពិតជាបានវីគេមែនតែរឿងនេះមានហេតុផលស្អីអ្នកហាត់គុណត្រូវចេះសម្រុំខ្លួនតែអញបែរជាយកខ្លួនទៅបៀតរឿងចំនួនខាងក្រៅទៅវិញទៅជាមួយពួកយើងត្រឡប់ទៅភ្នំបកស្រាយប្រាប់គ្រូអញវិញទៅមានសិទ្ធអីមកចាប់គាត់ទៅហ่ะគឺមានគេចូលមកវាដល់ក្នុងផ្ទះមុនតាគាត់វីគេក៏ព្រោះតែការពារខ្ញុំទេគឺគ្រូសាលីជួគេទៅមកសម្លាប់មនុស្សហើយថែមទាំងធ្វើបាបប៉ាខ្ញុំទៀតលោកពូធំលោកពូតូចខ្ញុំបាត់វីគេគឺខមមិនតែគ្រូសាលីតាមយាយីមិនលែងថែមទាំងហ៊ានលូកដៃលើអ្នកជំងឺធ្ងន់ទៀតខ្ញុំមិនអាចឈរមើលបានទេចាំខ្ញុំដោះស្រាយរឿងគ្រូសាលីចប់ខ្ញុំនឹងត្រឡប់ទៅទទួលទោសពីលោកគ្រូវិញដោយខ្លួនឯងក្មេងឆ្លើយអញហ៊ានថ្លៃផងហ่ะសិស្សច្បងកុំតន់ឲ្យខឹងអីគ្រូសាលីធ្វើរឿងពិតជាហួសហេតុខូចខើមែនយើងតាមមើលសភាពការសិនទៅចាំសម្រាប់ចិត្តតាមក្រោយក៏បានពួកយើងទុកពេលឲ្យអញ3ថ្ងៃក្រោយបើរឿងគ្រូសាលីចប់សពគ្រប់ត្រូវត្រឡប់ទៅជួបគ្រូអញជាមួយពួកយើងអរគុណលោកពូធំលោកពូតូចបងពិតជាត្រូវទៅវិញមែនហ៎ទៅវិញគេនឹងដាក់ទោសបងធ្ងន់ធ្ងរទេមិនអីទេលោកគ្រូគាត់គ្រាន់តែតឹងរឹងបន្តិចមែនតែគាត់មិនធ្វើបាបបងពេកទេមកពីអូនទាំងអស់ទើបធ្វើឲ្យបងត្រូវខុសវិន័យបែបនេះមិនមែនកំហុសអូនទេបងជាអ្នកជ្រើសរើសផ្លូវនេះខ្លួនឯងអញវិនិច្ឆ័យអ្នកណាក៏គុំសង្ឃឹមថាសុខដែរអាចៅនឹងពូកែវីណាស់តាហោះអញនឹងឲ្យមនុស្សពេញមួយក្រុងបានឃើញថានាយិកាក្រុមហ៊ុនលីលូចិញ្ចឹមអង្គរៈជាអ្នកលេងអញនឹងធ្វើឲ្យវាខ្មាស់គេរហូតគ្មានកន្លែងជ្រកមកអ្នកទាំងអស់គ្នាមើលឲ្យច្បាស់ទៅគឺអាអ្នកលេងត្រកូលជើមួយនេះហើយដែលជួយលីធានកេងប្រវ័ញ្ចទ្រព្យសម្បត្តិក្រុមហ៊ុនហើយថែមទាំងវីកូនប្រុសខ្ញុំឲ្យរបួសទៀតថ្ងៃនេះខ្ញុំត្រូវតែទាមទារភាពយុត្តិធម៌អូននៅតែខាងក្នុងនឹងហើយកុំចេញមកក្រៅឲ្យសោះអ្នកហាត់គុណស្អីយកគ្នាអីច្រើនម្លេះមកវីគ្នាតិចចឹងថែមទាំងជួគេឲ្យមករករឿងហើយយកអ្នកកាសែតមកគំរាមទៀតទង្វើស្អីគេនឹងពួកអញជាអ្នកណាហ៊ានមកលូកដៃរឿងអញផងហ่ะពួកយើងជាចាស់ទុំរបស់គេលីហ៊ុយឆឹងបញ្ជាគេឲ្យវីមនុស្សទម្លាក់កំហុសភុស្តាងទាំងអស់ពួកយើងបានប្រគល់ឲ្យប៉ូលីសអស់ហើយពួកឯងចុះផ្សាយឲ្យត្រូវតាមការពិតទៅបើហ៊ានតែសរសេរផ្ដេសផ្ដាសយើងជួបគ្នានៅតុលាការហើយអរគុណលោកពូទាំងពីរដែលបានចេញមកជួយមិនបាច់អរគុណយើងទេពួកយើងតាមមើលអញ2ថ្ងៃហើយអញវីគេមែនតែគ្រាន់តែវីដកដៃមិនដល់ស្លាប់គឺចេះទប់ស្កាត់បានល្អការពារមនុស្សធ្វើអំពើល្អបែបនេះមិនធ្វើឲ្យខូចកេរ្តិ៍ឈ្មោះគ្រូអញទេគឺពួកយើងជឿគេម្ខាងត្រូវលីហ៊ុយឆឹងបោកប្រាស់សោះរឿងត្រឡប់ទៅភ្នំមិនបាច់ប្រញាប់ទេចាំអញចាត់ចែងរឿងនៅទីនេះឲ្យរៀបរយសិនចាំត្រឡប់ទៅវិញក៏មិនទាន់ហួសពេលដែរលោកពូធំពូមានន័យថារឿងខាងគ្រូរបស់ឯងចាំពួកយើងជួយនិយាយឲ្យគាត់យល់ចៅហឹងបងមិនបាច់ទៅវិញទេបាត់អូន